នេះជាកិរិយាសព្ទចិន5ពាក្យដែលប្រើញឹកញាប់បំផុតជាមួយនឹងអត្ថន័យនិងឧទាហរណ៍ 1. ឈឺញ៉ាំបរិភោគឧទាហរណ៍我喜欢吃米饭ខ្ញុំចូលចិត្តញ៉ាំបាយ 2. 喝ផឹកឧទាហរណ៍他每天喝水គាត់ផឹកទឹករាល់ថ្ងៃ 3. 看មើលអានឧទាហរណ៍我在看书ខ្ញុំកំពុងអានសៀវភៅ 4. treat ទៅឧទាហរណ៍我明天去学校ខ្ញុំថ្ងៃស្អែកទៅសាលា 5. 来មកឧទាហរណ៍请你来我家សូមញាក់មកផ្ទះខ្ញុំ